ចឹងសម្រាប់បងប្អូនទៅលេងខេត្តសៀមរាបកុំភ្លេចចូលលេងទៅក្នុងសារមន្ទីរអង្គរកម្ពុជាយើងផងអញ្ចឹងពេលបងប្អូនចូលទៅលេងនៅក្នុងសារមន្ទីរឬក៏ទៅទស្សនាមិនមែនចូលទៅលេងទេសូមអធិស្ឋានពេលបងប្អូនបានចូលទៅទស្សនាក្នុងសារមន្ទីរអង្គររបស់យើងគឺឃើញអ្វីៗប្លែកជាច្រើនមែនទែនអញ្ចឹងសង្ឃឹមថាបងប្អូនកម្ពុជាយើងស្រឡាញ់វប្បធម៌យើងរក្សាវប្បធម៌យើងឲ្យច្រើនរៀនសូត្រយល់ដឹងយើងអាចទៅមើលឲ្យបានទាំងអស់គ្នាទៅឲ្យដឹងថាមិនអីមិនខ្លះអញ្ចឹងមានរូបចម្លាក់មានអីប្រពុតបដិមាវប្បធម៌យើងការស្លៀកពាក់ពីសម័យអង្គរមានប្រមាណក្បាច់មិនអីមិនខ្លះឬក៏បងអាទិបងខាង design អីបងអាចទៅមើលបាននៅក្នុងនឹងមានតាំងពីរូបចម្លាក់ផ្ការូបចម្លាក់អីនៅតាមចឹងនៅតាមតសអីអាចថាជា concept ឬក៏កំណត់ល្អអីមួយបងអាចស្រាវជ្រាវយកមករៀនបន្ថែមអីបានអញ្ចឹងសម្រាប់បងប្អូនកម្ពុជាយើងកូនខ្មែរយើងអាចចូលទៅលេងតិចទៅដូចជាមកសបុតដូចជាម្នាក់3រៀលទេហ្នឹងហើយបងប្អូនអញ្ចឹងនៅក្នុងនឹងមានការតាំងបង្ហាញរូបចម្លាក់របស់យើងតាំងពីសម័យអង្គរមុនសម័យអង្គរក្រោយសម័យអង្គរហ្នឹងហើយមានច្រើនមែនទែនអញ្ចឹងខ្ញុំរៀបរាប់អស់ទេអញ្ចឹងផ្លាយបងប្អូនអាចចូលទៅមើលបានគេមានតាំងពីរូបសំណង់អង្គរវត្តយើងអង្គរតូចហ្នឹងតាំងពីសំណង់ខាងលើសំណង់ខាងក្រោមបាតអីចឹងអូហើយនៅក្នុងហ្នឹងមាន slide មើលមានរឿងប្រវត្តិសាស្ត្រមើលគេនិយាយច្រើនហូរហែហើយអស្ចារ្យមែនទែនហើយចូលទៅតិចស្រេបហ្មងបងចូលទៅលយមែនទែនអញ្ចឹងបងប្អូនទាំងអស់គ្នាដែលថានៅបណ្ដាខេត្តនានានៅទីក្រុងភ្នំពេញឬក៏កំពង់ឆ្នាំងកំពង់ចាមបាត់ដំបងអីកុំភ្លេចពេលយើងបានទៅដល់ខេត្តសៀមរាបកុំភ្លេចចូលទៅលេងចូលទៅទស្សនាមើលនៅក្នុងសារមន្ទីរអង្គររបស់យើងផងអែមខ្លាំងណាស់កប់សេរី